អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកលេង seed មួយដែលវា easy speed run ខ្លាំងមែនតើដោយសារវា easy ស្រាប់ហើយយើងដាក់ hardcore តែម្ដងទៅអូខេអ្នកទាំងអស់គ្នាឥឡូវនេះយើងបានចូលមកដល់ក្នុង game ហើយកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដោយសារតែខ្ញុំទៅមកថ្មីទេហើយ Minecraft បងគឺគ្មានអីក្រៅពីការកាប់ឈើទេឥឡូវយើងកាប់ទៅបន្តមកទៀតខ្ញុំក៏បានធ្វើ crafting table មួយនិង upgrade basic tool របស់យើងធ្វើមកពីឈើម្ដងជាដំបូងខ្ញុំក៏បានធ្វើ pickaxe មួយនិងពូថៅមួយហើយបន្តមកទៀតខ្ញុំក៏បានដើរទៅរកកំណត់ដោយសារកន្លែងនោះខ្ញុំឃើញគេជីកបានកំណត់អញ្ចឹងណាអូខេឥឡូវនេះខ្ញុំបានរកឃើញហប់កំណប់ហើយឥឡូវនេះយើងធ្វើការកាប់ខ្សាច់នេះដើម្បីបើកយកកំណប់ទៅតែខ្ញុំយកទាំងអស់ហើយបន្ទាប់ពីជីកំណប់ហើយខ្ញុំក៏បានទៅលួចផ្ទះអ្នកភូមិម្ដងគឺថាការសត់ហើយបន្ទាប់មកទៀតខ្ញុំក៏បានទៅលួចឆេះមួយទៀតគឺថាខ្ញុំយកទាំងអស់បន្តមកទៀតខ្ញុំក៏បានដើរទៅលួចផ្ទះ blacksmith ម្ដងគឺថាមែនតើរបស់ diamond 6និង obsidian 5គឺថាយើងកំចូលមិញឥឡូវវាចិត្តបាន full set ដល់មួយហើយជីមនេះដែរខ្ញុំក៏សម្រាប់វាទៅហើយបន្ទាប់ពីវាយជីមងាប់អីខ្ញុំក៏បានមកលួចក្រែអ្នកភូមិទៀតហើយបន្ទាប់មកខ្ញុំក៏បានទៅដើររន portal ដែលវានៅជិតភូមិនេះដែរទេដើម្បីខ្ញុំដាក់ obsidian ដើម្បីបំពេញវាហើយមុននឹងយើងសាងសង់ portal ទៅ nether ខ្ញុំក៏បានក្រាញជាមួយនឹងសម្ភារៈប្រើប្រាស់ខ្លះហើយឈៀលនេះគឺថាខ្ញុំដាក់ម៉ូតទេគឺថាឈៀលក្រាស់ជាមួយថតចឹងទៅគឺថាដើរកន្លែងងឹតទៅវាភ្លឺយើងមិនចាំបាច់កាន់ថតទេគឺថាម៉ូតនេះវាស្រួលយ៉ាងណាសម្រាប់យើងស្វែងកន្លែងងឹតចឹងណាហើយបន្ទាប់មកទៀតខ្ញុំក៏បានមកលួចឆេះអាកន្លែងផតថតបាក់បែកនេះទៀតគឺថាខ្ញុំអត់យកទាំងអស់ទេគឺថាយើងយកខ្លះយកតែសម្ភារៈណាដែលមានប្រយោជន៍ចឹងណាបន្ទាប់ពីយើងលួចអស់ចិត្តអស់ចង់ហើយយើងក៏បានមកសាងសង់ជាមួយនឹងកន្លែងរត់ផតថតនេះខ្ញុំក៏បានកាប់មាសពីដុំនេះយកទៅហើយបន្ទាប់មកខ្ញុំក៏បានទៅ nether ហើយបន្ទាប់មកខ្ញុំក៏បានរកសាងសង់ស្អីដែលយើងទុកដាក់ចំណាំកុំឲ្យយើងដើមវែងចឹងណាអាខ្សាច់ slow sand នេះអ្នកនរគ្នាមិនបាច់ឆ្ងល់ទេគឺ texture page ខ្ញុំដូរខ្លួនឯងទេបន្ទាប់មកយើងក៏បានទៅរក place spawner ដើម្បីវាយយក place spawn ហើយ seed នេះដែរគឺវាស្រួលស្វ័យខ្លាំងមែនតើបើអ្នកនរគ្នាចង់បាន seed នេះយកទៅស្វ័យអាចមើលនៅក្នុង comment ខ្ញុំបានខ្ញុំដាក់នៅក្នុង comment ហើយបន្ទាប់ពីយើងដើររៀងហត់អស់កម្លាំងហើយយើងទៅកាត់ដាក់ផ្លែពណ៌មួយទៅដើម្បីយកកម្លាំងហើយវាជួនជាចៃដន្យដល់កន្លែង place spawn ល្មមហើយបន្ទាប់ពីខ្ញុំវាយ place rod បានចំនួន7ហើយខ្ញុំក៏បានមកដល់កន្លែង portal យើងវិញហើយខ្ញុំគឺអត់ចូលទេខ្ញុំបានទៅដល់កន្លែង enderman spawn ម្ដងដើម្បីយើងវាយយក ender pearl ហ
bây dương ban mà đo lại in the main spawn ấy nhưng các bạn đã rip thì chế tớiដើម្បីស្រួលវាយពួកវាអូខេឥឡូវនេះខ្ញុំបានធ្វើរួចរាល់ហើយឥឡូវនេះខ្ញុំមកដាក់ជាមួយនឹង crafting table ដើម្បីខ្ញុំធ្វើទូកដើម្បីចាប់ពួកវាហើយបន្ទាប់ពីធ្វើទូកហើយខ្ញុំក៏បានដាក់ទូកចេះដើម្បីឲ្យវាជិះនិងសម្លាប់វាតាមសន្តិវិធីធ្វើការទៅ portal យើងវិញអូខេអ្នកនរគ្នាឥឡូវនេះយើងបានទៅដល់ទីតាំង portal យើងវិញហើយគឺថាមកដល់ភ្លាមឆេះភ្លាមអូខេឥឡូវយើងធ្វើការចូល portal ដើម្បីយើងទៅ overworld វិញហើយបន្ទាប់ពីមកដល់គឺថាមេយប់ល្មមខ្ញុំក៏បានទៅរកក្រែនភូមិដើម្បីដេក skip យប់ហើយខ្ញុំក៏បានដេកមួយយប់ទៅហើយបន្ទាប់ពីខ្ញុំដេកចែកចោលហើយខ្ញុំក៏បានទៅរកទីតាំង stronghold គឺថា stronghold នេះគឺវានៅក្រោមផ្ទះនៅភូមិហ្នឹងទេហើយខ្ញុំក៏បានធ្វើការជីកទៅក្រោមដើម្បីរក strongholdអូខេឥឡូវនេះយើងបានមកដល់ stronghold ហើយគឺថាជីកមកគឺថាចំល្មមឥឡូវនេះខ្ញុំធ្វើការកាប់ spawner នេះចេញនិងដាក់ in the eye ដើម្បីទៅឆ្លងទៅ in the dragon អូខេឥឡូវយើងចូលទៅអ្នកគ្នាទៅយ៉ាស់លូតខុសទៀតអូខេឥឡូវនេះយើងបានមកដល់ឋាននេះហើយគឺជាឋានរបស់ in the dragon ឥឡូវនេះយើងធ្វើការជីក block ឡើងទៅហើយគឺថាអា crystal នៅខាងលើនេះខ្ញុំអត់បំបែកទេគឺថាខ្ញុំចូលទៅវាយ Ender Dragon ឆៅយកតែម្ដងហើយខ្ញុំអត់ដឹងថាត្រូវនិយាយអីទៀតទេអ្នកនរគ្នាអាចមើលខ្លួនឯងទៅហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ